អនុវត្ត5មួយចំណុចនេះដើម្បីឲ្យអ្នកក្លាយជាមនុស្សមានតម្លៃមនុស្សមានតម្លៃលុះត្រាណាតែខ្លួនឯងឲ្យតម្លៃលើខ្លួនឯងជាមុនសិនទើបអ្នកដទៃគេចង់ឲ្យតម្លៃយើងតាមក្រោយរីឯការកែប្រែខ្លួនវិញក៏មិនមែនជាខុសគ្នានោះដែរការកែប្រែខ្លួនឬទម្លាប់អាក្រក់នានាវាមិនមែនជាភារកិច្ចរបស់អ្នកដទៃនោះទេវាគឺជាភារកិច្ចនិងតួនាទីខ្លួនយើងម្នាក់ក្នុងការកែប្រែទម្លាប់មិនល្អចោលក៏ព្រោះថាគ្មាននរណាម្នាក់ចាំតែអង្គុយប្រាប់និងណែនាំគ្រប់ពេលនោះទេគេក៏ចេះនឿយហត់ក្នុងការប្រដៅយើងដែរ1ការឲ្យតម្លៃដល់ខ្លួនឯងមិនថាពីមុនមកអ្នកមនុស្សបែបណាក៏ដោយអ្នកដទៃស្ដីបន្ទោសអ្នកដទៃបង្អាប់ឬអ្នកដទៃចាត់ទុកអ្នកជាមនុស្សគ្មានតម្លៃគ្មានប្រយោជន៍គ្មានបានការយ៉ាងណាក៏ដោយចាប់ពីពេលនេះទៅអ្នកត្រូវសិញ្ជឹងគិតខ្លួនឯងប្រកបដោយស្មារតីនឹងនោះ2បញ្ឈប់នៅរាល់ការត្អូញត្អែរទាំងឡាយប្រាប់អ្នកដទៃគួរតែបញ្ឈប់ទៅអ្នកបរាជ័យខ្លះគិតតែពីរឿងត្អូញត្អែរខ្ញុំវេទនាណាស់ខ្ញុំពិបាកណាស់ខ្ញុំចេះខ្ញុំចោះដែលស្ដាប់ទៅគួរឲ្យជ្រោកជ្រែងហើយការបង្ហាញភាពដ៏ទន់ជ្រាយបំផុតចេញមកខាងក្រៅតែគេមើលឃើញគេមិនឲ្យតម្លៃបើយើងជាមនុស្សដែលគួរឲ្យអាណិតមែនគឺគេនឹងអាណិតទៅលើទង្វើរបស់យើងគេមិនបានអាណិតលើការត្អូញត្អែររបស់យើងនោះទេ3កែប្រែទម្លាប់អាក្រក់ចេញឲ្យអស់រាល់ថ្ងៃមនុស្សបរាជ័យគឺធ្វើតែរឿងអត់ប្រយោជន៍ឥតបានការគោលដៅនៅខាងលិចធ្វើរឿងនៅខាងកើតនិងប្រាថ្នាចង់បានតែអ្វីដែលល្អតែបង្កើតតែទម្លាប់អាក្រក់ចង់មានចង់បានចង់ជោគជ័យតែធ្វើតែរឿងដែលមិនពាក់ព័ន្ធទៅនឹងគោលដៅរបស់ខ្លួន4កសាងសមត្ថភាពការដែលយើងអាចមានអ្វីគឺវាបានកើតចេញពីសមត្ថភាពរបស់យើងការបើអ្នកមិនមានសមត្ថភាពហើយនោះបើទោះបីធ្វើអ្វីក៏ដោយក៏គ្មានតម្លៃនោះដែររបស់ដែលកើតចេញពីសមត្ថភាពយើងខ្លួនឯងទើបវាមានតម្លៃ5កសាងស្នាដៃឬកសាងសមិទ្ធផលដែលមានគុណប្រយោជន៍ដល់សង្គមអ្នកត្រូវចាប់ផ្ដើមធ្វើអ្វីដែលមានតម្លៃបើសិនជាអ្នកទៅធ្វើការងារឲ្យគេក៏ជ្រើសរើសការងារដែលមានតម្លៃនៅពេលដែលយើងឲ្យតម្លៃដល់ការងារនោះហើយអ្នកត្រូវតែប្រឹងធ្វើការងារនោះឲ្យកើតជាសមិទ្ធផលពិតប្រាកដ6ត្រូវមានធម៌ក្នុងខ្លួនការមានធម៌ក្នុងខ្លួនគឺការមានសីលធម៌មានគុណធម៌និងមានសប្បុរសធម៌ដែលយើងហៅថាអំពើល្អមនុស្សយើងប្រសិនបើយើងរស់នៅបើទោះបីមានសមត្ថភាពទ្រព្យសម្បត្តិយ៉ាងណាក្តីតែប្រសិនជាគ្មានអំពើល្អទេក៏គ្មានតម្លៃដែរ